បត់ជនរងគ្រោះដែលចាញ់បោកជនជាតិស្បែកខ្មៅក្នុងទឹកប្រាក់លុយចំនួន$7 លាននោះគឺរយៈពេលកន្លងមកខ្ញុំបានផ្សព្វផ្សាយនៅបទពិសោធន៍អំពីការឆោបបោកជាច្រើនរូបភាពតាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមអាវ៉ាតបង្ក្រាបបានតាំងពីនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យរហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយជាករណីទម្លាក់មាសបញ្ឆោតឲ្យយើងឃើញហើយបបួលយើងចែកគ្នាដោយគេយកគ្រឿងអលង្ការឬប្រាក់ដែលមានជាប់ខ្លួនយើងហើយយើងយកមាសដែលគេទម្លាក់មកផ្ទះคล้ายជារបស់คล้ายករណីអ្នកមិនស្គាល់คล้ายជាជនសប្បុរសឬក៏ជាអ្នកសុំស្នេហ៍ពីយើងហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេសឲ្យយើងបន្ទាប់មកក៏មានអ្នកคล้ายជាកយឬសមត្ថកិច្ចតែប្រាប់យើងថាមានរបស់មានតម្លៃឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសុទ្ធតែជាករណីខុសច្បាប់ហើយក៏បោកយើងថាដើម្បីយករបស់ឬប្រាក់ទាំងនោះបានត្រូវបង់ប្រាក់ឲ្យគេជាដើមតែអ្វីដែលកាន់តែភ្ញាក់ផ្អើលនិងសោកស្ដាយបំផុតគឺបានឃើញល្បិចឆោបបោកដដែលរបស់ជនទុច្ចរិតនៅតែមានប្រសិទ្ធភាពដោយមានជនរងគ្រោះម្នាក់ទៀតហើយដែលត្រូវរងការបោកប្រាស់និងធ្វើឲ្យខាតទ្រព្យសម្បត្តិអស់ជាច្រើនថ្ងៃនេះខ្ញុំសូមលើកយករូបភាពឆោបបោកមួយករណីទៀតដែលអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបានកាលពីថ្ងៃទី19ខែមេសាឆ្នាំ2025មកអំពីវិនិយោគជាថ្មីដើម្បីឲ្យមហាជនមានការប្រុងប្រយ័ត្នជនរងគ្រោះម្នាក់ត្រូវបានជនជាតិស្បែកខ្មៅ5នាក់លួងលោមថាពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅជាច្រើនលានរបស់ដុល្លារអាមេរិកដែលពុំអាចចាយបានលុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដយកមកលាងជាមួយនឹងម្សៅហើយយកម្សៅនោះទៅលាងជាមួយនឹងប្រាក់ប្រឡាក់ទឹកខ្មៅទៅคล้ายជាប្រាក់ដែលអាចចាយបានដោយពួកវានឹងឲ្យផលចំណេញមកជនរងគ្រោះវិញមួយធ្វើជា3ឬមួយធ្វើជា5ដំបូងឡើយជនរងគ្រោះបានយកប្រាក់ដុល្លារពិតប្រាកដចំនួន$2,000ឲ្យក្រុមឆោបបោកដាក់ចូលម៉ាស៊ីនក្រឡុកជាមួយនឹងម្សៅនិងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល$8,000តែមុនពេលក្រឡុកក្រុមឆោបបោកបានឲ្យជនរងគ្រោះលេបថ្នាំដោយប្រាប់ថាដើម្បីការពារពុលម្សៅគីមីដែលក្រឡុកប្រាក់ហើយពួកវាក៏បានលេបឲ្យមើលមុនផងដែរមួយសន្ទុះក្រោយមកឃើញថាប្រាក់ចេញមកវិញចំនួន$10,000សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដអាចចាយបានត្រង់នេះជាល្បិចបណ្ដាមួយបន្ទាប់មកក្រុមឆោបបោកក៏បានប្រគល់ប្រាក់ដែលទើបតែលាងរួចឲ្យទៅជនរងគ្រោះទាំងអស់ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយក្រោយមកជនរងគ្រោះក៏មានទំនុកចិត្តជឿលងទៅលើជនឆោបបោកទាំងស្រុងបានប្រគល់ប្រាក់ជាបន្តបន្ទាប់ឲ្យទៅជនឆោបបោកទាំងនោះរហូតដល់ទៅ$7 លានដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅចំនួន$28 លានហើយក្រុមឆោបបោកបានបែងចែកឲ្យជនរងគ្រោះចំនួន$25 លានគ្រាន់តែរៀងរាល់ពេលដកប្រាក់ចេញពីម៉ាស៊ីនក្រឡុកគឺក្រុមឆោបបោកបានវិចខ្ចប់រុំស្កុតពណ៌លឿងនិងប្រាប់ថាប្រាក់ទាំងនេះមិនទាន់ឲ្យហែកភ្លាមទេត្រូវទុកច្រើនខែសិនទើបហែកស្កុតបានបើមិនអញ្ចឹងនឹងមិនអាចคล้ายជាប្រាក់ពិតប្រាកដឡើយក្រោយមកមួយខែជនរងគ្រោះមានការសង្ស័យក៏បានហែកដុំប្រាក់ទាំងនោះមើលក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោចនិងក្រដាសសសុទ្ធទាំងអស់ទើបដឹងថាចាញ់បោកគេជាលទ្ធផលជនរងគ្រោះខាតបង់ប្រាក់រហូត$7 លានត្រង់នេះគឺក្រុមឆោបបោកបានបន្លំប្តូរប្រាក់នៅពេលដាក់ចូលក្នុងម៉ាស៊ីនដោយត្រឡប់ប្រាក់ពិតប្រាកដចុះចូលទៅក្នុងប្រអប់សម្ងាត់បាតម៉ាស៊ីននិងជំនួសមកវិញនៅប្រាក់សែនខ្មោចហើយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅចំនួន2នាក់កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់រីឯបកពួកជនល្មើសដែលនៅសេសសល់កំពុងស្រាវជ្រាវស្វែងរកបន្តទៀតជាថ្មីម្ដងទៀតខ្ញុំសូមយកបទពិសោធន៍ទាំងនេះអំពាវនាវដល់បងប្អូនសូមមានការត្រេះរិះដោយប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតកុំឲ្យសេចក្តីលុបលន់មកបិទបាំងភ្នែកនិងរារាំងដល់ការពិចារណារបស់យើងបានព្រោះថាលើលោកនេះពុំមានផលប្រយោជន៍ឯណារត់មករកយើងដោយឯងនោះទេបើគេប្រាប់យើងថាអាចរកប្រាក់បានស្រួលដោយមិនបាច់ប្រឹងយើងត្រូវសួរខ្លួនឯងថាម្ដេចគេមិនសង្ងំរកម្នាក់ឯងបែរជាមករកហៅយើងឲ្យចូលរួមចែករំលែកឬកាត់បន្ថយផលប្រយោជន៍របស់គេតែយើងត្រូវជាអ្វីនឹងគេចុះម្ដេចគេមិនយកផលប្រយោជន៍ទាំងនោះតែចែករំលែកជាមួយនឹងប្រពន្ធកូនបងប្អូនសាច់ញាតិនិងមិត្តភក្តិសាសនារបស់ជនរៀមជាតិគេទៅនេះហើយជាទម្រង់នៃការបោកប្រាស់នេះគឺជាការបង្ហោះរបស់លោកពូរតស្រៀងចំណែកឯ
បុគ្គលដែលត្រូវបានចាញ់បោកគេនោះត្រូវបានបញ្ជាក់តាមរយៈគណនី Facebook ផ្លូវការរបស់លោកផែងវណ្ណៈថាគឺជាអុកញ៉ាលីហៈថៅកែហាងលក់ឡានទំនើបនៅរាជធានីភ្នំពេញមិនតិចទេបងប្អូន$7 លានដើម្បីបានចែកផលប្រយោជន៍ជាមួយគេ$25 លានត្រឡប់មកវិញតែតាមពិតគម្រោងបោកដូចដែលនាងខ្ញុំបានជម្រាបជូនខាងដើមអរគុណណាស់នាងខ្ញុំក៏សូមបញ្ចប់រឿងនេះត្រឹមប៉ុណ្ណេះជួបគ្នាជាមួយបងប្អូននៅព័ត៌មានក្រោយៗជាបន្តរកការខុសឆ្គងរកការមានក៏សូមអភ័យទោស